សូមលំអរកាយគោរពជំរាបសួរតារាពុកម៉ែបងប្អូនជនរួមជាទាំងអស់ដោយសេចក្តីគោរពអញ្ចឹងនៅក្នុងវីដេអូមួយនេះខ្ញុំនឹងដាក់នៅគាថាមួយដែលជាប្រភេទនៃគាថាដោះសោហ្នឹងហើយតកតងជាមួយនឹងគាថាដោះសោនេះផងដែរគឺជាគាថាមួយដែលល្អដែរបងប្អូនដែលយើងអាចយកទៅប្រើរំដោះខ្លួនយើងនៅពេលដែលមានអាសន្នបានរំដោះខ្លួនយ៉ាងម៉េចឧទាហរណ៍ថាបច្ឆាមិត្តឬក៏សត្រូវរបស់យើងនឹងឯងគឺចាប់យើងចាក់សោចាក់អេអញ្ចឹងណាបងប្អូនមានចង្វាក់មានអីចាក់សោអញ្ចឹងទៅហ្នឹងហើយអញ្ចឹងគឺយើងអាចប្រើតកតងជាមួយនឹងគាថាហ្នឹងដើម្បីនឹងសូត្រនៅដោះសោនឹងបានហ្នឹងហើយតែបើសិនជាយើងយកទៅប្រើនៅក្នុងផ្លូវដែលមិនល្អផ្សេងគឺមិនបានទេណាបងប្អូនគឺប្រើនៅពេលដែលចាំបាច់នៅពេលដែលមានអាសន្នដែលថាតល់ខ្លាំងហ្នឹងទៅគេប្រើទៅតងជាមួយនឹងមុនគាថាហ្នឹងហើយគេមិនមែនចេះតែយកទៅប្រើទេក៏ប៉ុន្តែមុននឹងឈានទៅដល់ការដាក់បង្ហាញនៅមុនគាថាមួយនេះឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាបានឃើញក៏ដូចជាបានដឹងនោះខ្ញុំក៏សូមជម្រាបជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាជាមុនសិនថាតកតងជាមួយនឹងការសិក្សានៅមុនវិជ្ជាការប្រសិនជាអាចបងប្អូនគួរតែស្វែងរកគ្រូដើម្បីដឹកនាំសិក្សារៀនសូត្រឲ្យបានត្រឹមត្រូវទៅតាមក្បួនតម្រាបងប្អូនមិនគួរចាប់ផ្ដើមសិក្សានៅមុនវិជ្ជាការដោយមិនមានគ្រូនោះទេឬក៏ថាបងប្អូនមានបំណងរៀននៅមុនវិជ្ជាការហ្នឹងឲ្យកើតទៅជាគ្រូឲ្យឡើងទៅជាគ្រូដើម្បីនឹងជួយសង្គ្រោះជីវិតសត្វលោកអីអញ្ចឹងទៅក៏ប៉ុន្តែយើងអត់បានស្វែងរកគ្រូដើម្បីសិក្សារៀនសូត្រទេគឺយើងរៀនដោយខ្លួនឯងបើសិនជាបែបហ្នឹងគឺវាមិនអាចនឹងទៅរួចទេណាបងប្អូនហ្នឹងហើយគឺមិនអាចនឹងទៅរួចនោះទេអញ្ចឹងជំរឿដែលល្អបងប្អូនគួរតែរៀនដោយការមានគ្រូដឹកនាំអានោះទៅជាការដែលល្អដែលយើងរៀនទៅយើងមិនភ័យមិនព្រួយថានឹងមានបញ្ហានៅថ្ងៃណាមួយអញ្ចឹងទៅណាហ្នឹងហើយព្រោះថាមានគ្រូនៅពីក្រោយអញ្ចឹងទៅនៅពេលដែលមានបញ្ហាលោកតែងតែជួយនៅពេលដែលមានចម្ងល់លោកតែងតែជួយដោះឲ្យអញ្ចឹងទៅហ្នឹងហើយមួយវិញទៀតបើសិនជាយើងមិនមានគ្រូនោះទេបងប្អូនសូមបងប្អូនកុំរៀននៅមុនគាថានឹងច្រើនខ្លាំងពេកជាពិសេសគឺជាប្រភេទនៃស្នេហ៍ឬក៏ថាជាប្រភេទនៃគាថាដែលផ្ចាញ់ផ្សាលអីអញ្ចឹងទៅស្នេហ៍នេះវាមិនអាក្រក់ទេបើសិនជាយើងយកទៅប្រើនៅក្នុងផ្លូវដែលល្អអញ្ចឹងណាបងប្អូនបើគិតទៅគាថាទាំងអស់គឺវាមិនអាក្រក់ទេហ្នឹងហើយអាក្រក់តែមនុស្សតែប៉ុណ្ណោះអញ្ចឹងស្នេហ៍ហ្នឹងក៏ដូចគ្នាដែរបើសិនជាយើងយកទៅប្រើនៅក្នុងផ្លូវដែលល្អគឺវាអត់ជាបញ្ហាអីទេបងប្អូនបានន័យថាយើងយកទៅប្រើដើម្បីឲ្យគេអាណិតស្រឡាញ់ទៅទីកន្លែងណាអញ្ចឹងទៅយើងប្រើអញ្ចឹងន័យថាចូលស្រុកចូលភូមិគេអញ្ចឹងទៅឲ្យគេកលេចឃើញអញ្ចឹងទៅឲ្យគេពេញចិត្តអាណិតរសូលមានចិត្តអាណិតស្រឡាញ់មកកាន់យើងអីអញ្ចឹងទៅហ្នឹងហើយអាហ្នឹងទៅគឺវាអត់មានបញ្ហាអីទេតែបើសិនជាយើងប្រើនៅក្នុងផ្លូវដែលមិនល្អផ្លូវកាមគុណគេហៅថាប្រើតាក់ប្រពន្ធគេឬក៏ប្រើដាក់នារីដែលគេមានគូក្រងហើយអញ្ចឹងទៅណាបងប្អូនហ្នឹងហើយអាហ្នឹងទៅវាខុសអាហ្នឹងហៅតែប្រើនៅក្នុងផ្លូវដែលមិនល្អហ្នឹងហើយអញ្ចឹងគេថាបងប្អូនសិក្សារៀនសូត្រគួរតែប្រយ័ត្នបន្តិចហើយមូលហេតុទាំងអស់នឹងឯងដែលខ្ញុំចង់ឲ្យបងប្អូនរៀនដែលមានគ្រូហើយមិនមែនមានតែប៉ុណ្្នឹងទេបងប្អូនគឺមានមូលហេតុច្រើនទៀតដែលយើងត្រូវតែមានគ្រូយើងអត់អាចខ្វះគ្រូបានទេបើសិនជាបងប្អូនរៀនដោយមិនមានគ្រូគេថាមួយចំនួនធំគឺបងប្អូននឹងមិនដឹងតកតងជាមួយនឹងការប្រើប្រាស់នៅគាថានឹងច្បាស់នោះទេហើយមួយវិញទៀតយើងមិនដឹងថាត្រូវរៀនគាថាណាមុនរៀនគាថាណាក្រោយតកតងជាមួយនឹងគាថាក៏មានតូចមានធំមានតាមថ្នាក់របស់គេដែរបងប្អូនយើងអត់អាចចេះតែរៀនទៅតាមចិត្តយើងចង់បានទេមិនមែនយើងពេញចិត្តគាថានេះយើងក៏រៀនគាថានេះយើងពេញចិត្តគាថានោះយើងក៏រៀនគាថានោះគឺអត់នោះទេហ្នឹងហើយអញ្ចឹងធម្មតានៃការសិក្សារៀនសូត្ររៀននៅគាថាគឺរៀនពីតូចទៅធំមិនមែនពីធំមកតូចនោះទេនៅក្នុងពេលខ្លះបងប្អូនគិតថាគាថាមិនមានប្រយោជន៍សម្រាប់បងប្អូនគឺបងប្អូនមិនរៀនទេគាថាតូចតាចអញ្ចឹងណាហ្នឹងហើយដែលវាមិនផ្ដល់ប្រយោជន៍ឲ្យបងប្អូនអញ្ចឹងទៅតែបងប្អូនភ្លេចគិតថាគាថាតូចតាចដែលបងប្អូនតែងតែមើលរំលងហ្នឹងគឺជាការសាងគ្រឹះឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាឆ្ពោះទៅមុខរៀននៅគាថាផ្សេងទៀតអញ្ចឹងទៅហ្នឹងហើយអញ្ចឹងការសិក្សានៅមុនវិជ្ជាការនេះអាចថាវាពិបាកឬក៏យើងនិយាយថាវាមិនពិបាកបានន័យថាយ៉ាងម៉េច
ban này tha vía bị bá sầm rạp nè để chọn chết chọn đằng nằng này có bàn tay ọt chia yếm vài người cũ đầm bấy đặt nom sắc xa riêng sốt ở ban trầm trần nụ tế bài chỉ riêng để khluồn anh chân tự nằng này hay sầm ra bịa đã tha về nghi về sưu anh chẳng là bằng vốn ban này tha nét để kê chọn riêng bật bạc cọt nơi p để kê chọn riêng chọn chết chọn đằng cả lại nga mùi bật bạc cọt cứ kê vài người cũ đầm bấy đặt nom sắc xa riêng sốt rồi có chọn all bằng hàng để tha cô riêng đây kia tha na muốn plei na cô đá plei na mình cô đa chân tự nằng này chẳng trong lơ của phần năng từ chốt sân khâm thập bục mai bong ônទាំងអស់គ្នានឹងយល់នៅអ្វីដែលខ្ញុំបានលើកឡើងនេះហើយខ្ញុំនិយាយកោកោរៀងវែងឆ្ងាយបែបនេះមិនមែនថាខ្ញុំនិយាយសាមដដែលឬក៏ខ្ញុំចង់និយាយបែបហ្នឹងទេតែជាការរំលឹកទៅដល់បងប្អូនដែលគាត់មកថ្មីអញ្ចឹងណាសម្រាប់តែពុកម៉ែបងប្អូនដែលចាស់គឺគាត់ដឹងហើយហ្នឹងហើយតែសម្រាប់បងប្អូនដែលថ្មីគឺគាត់នឹងមិនដឹងនោះទេបើសិនជាយើងមិននិយាយប្រាប់គាត់អញ្ចឹងទៅហ្នឹងហើយអញ្ចឹងកុំឲ្យខាតពេលវែងឆ្ងាយខ្ញុំនឹងធ្វើការសូត្រនៅគាថានេះដើម្បីនឹងជម្រាបចែកជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាស្ដាប់តែម្ដងសម្រាប់គាថានេះគឺយើងសូត្រថាសោហៈបវិពៈនៈមវៈសៈសោហៈអញ្ចឹងយើងអានជាភាសាបាលីណាបងប្អូនម្ដងទៀតសោហៈបវិពៈនៈមវៈសៈសោហៈសោហៈបវិពៈនៈមវៈសៈសោហៈហ្នឹងអញ្ចឹងសម្រាប់គាថានេះផងដែរគឺយើងសូត្រដោះសោហើយតេតូនជាមួយនឹងការសូត្រដោះសោហ្នឹងគឺយើងសូត្រតាមកម្លាំងថ្ងៃណាបងប្អូនហ្នឹងហើយគឺយើងសូត្រតាមកម្លាំងថ្ងៃអង្គាហ្នឹងត្រូវជាកម្លាំងប្រមាណគឺយើងសូត្រប៉ុណ្ណឹងទៅអញ្ចឹងខ្ញុំនឹងជម្រាបជូនបងប្អូនបន្តិចក្រែងលោថាបងប្អូនខ្លះគាត់អត់ដឹងអញ្ចឹងណានឹងឲ្យតេតូនជាមួយនឹងកម្លាំងថ្ងៃហ្នឹងអញ្ចឹងមិនមែនដឹងទាំងអស់ទេបងប្អូនខ្លះគាត់ក៏ដឹងអញ្ចឹងទៅតេតូនជាមួយនឹងកម្លាំងថ្ងៃមានប្រមាណអញ្ចឹងណាហ្នឹងហើយអញ្ចឹងតេតូនជាមួយនឹងកម្លាំងថ្ងៃទាំង7ហ្នឹងបើយើងនិយាយអំពីថ្ងៃអាទិត្យគឺវាមានកម្លាំង6ហ្នឹងហើយបើសិនជាយើងប្រើគាថានឹងចំថ្ងៃអាទិត្យអញ្ចឹងទៅគឺយើងសូត្រ6ចប់អញ្ចឹងទៅតេតូនជាមួយនឹងការសូត្រដោះសោហ្នឹងណាហ្នឹងហើយមួយវិញទៀតគឺថ្ងៃច័ន្ទហ្នឹងគឺកម្លាំង15ហ្នឹងហើយអញ្ចឹងបើសិនជាយើងសូត្រនៅគាថានឹងចំថ្ងៃច័ន្ទគឺយើងសូត្រ15ចប់អញ្ចឹងទៅមួយវិញទៀតគឺតេតូនជាមួយនឹងថ្ងៃអង្គារមានកម្លាំង8ថ្ងៃពុធមានកម្លាំង17ថ្ងៃប្រហោះមានកម្លាំង19ថ្ងៃសុក្រមានកម្លាំង21ហើយនឹងថ្ងៃសៅរ៍មានកម្លាំង10ហ្នឹងហើយអញ្ចឹងសង្ឃឹមថាបងប្អូននឹងយល់ណាហើយខ្ញុំអធិស្ឋានផងបងប្អូនខ្ញុំនិយាយនេះគឺរៀងខ្លាំងបន្តិចរៀងតឡើងសលេងបន្តិចដោយសារតែខ្ញុំឈឺកអញ្ចឹងណាបងប្អូនបើសិនជានិយាយមួយឬក៏និយាយធម្មតាអញ្ចឹងទៅគឺនិយាយអត់កើតទេបងប្អូនវាចេះតែខុសអញ្ចឹងណាអញ្ចឹងខ្ញុំរៀងតឡើងសលេងបន្តិចធ្វើឲ្យសំឡេងនេះវាកាន់តែលឿនអញ្ចឹងទៅក្រែងលោថាបងប្អូនស្ដាប់ទៅវាមានទៅតកន្លែងនេះអីក៏សូមមេត្តាខន្តីអភ័យអត់នៅទៅដល់ខ្ញុំពីចម្ងាយផងដោយសារតែកត្តាសុខភាពមិនល្អហ្នឹងហើយអញ្ចឹងអ្វីដែលខ្ញុំបានរៀបរាប់ជូនបងប្អូនមិញនេះគឺជាកម្លាំងថ្ងៃទាំង7បើសិនជាបងប្អូនមិនទាន់ចាំមិនទាន់ចេះនោះទេបងប្អូនអាចទាញសៀវភៅមកឬក៏ទូរស័ព្ទអីអញ្ចឹងទៅសម័យនេះវាងាយទេបងប្អូនហ្នឹងហើយយើងមានទូរស័ព្ទអញ្ចឹងមកយើងក៏ចម្លងដាក់ក្នុងទូរស័ព្ទយើងទៅទុកសម្រាប់មើលអញ្ចឹងណាបងប្អូនហើយគាថាដែលប្រើតាមកម្លាំងថ្ងៃមិនមានតែគាថានឹងមួយទេបងប្អូនគាថាផ្សេងទៀតហ្នឹងក៏មានតេតូនជាមួយនឹងការសូត្រឬក៏ការប្រើតាមកម្លាំងថ្ងៃអញ្ចឹងដូចគ្នាហ្នឹងហើយអញ្ចឹងបងប្អូនគួរតែចេះគួរតែដឹងហ្នឹងហើយតេតូនជាមួយនឹងកម្លាំងថ្ងៃទាំង7អញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំអត់មានអីវែងឆ្ងាយទេបងប្អូនសម្រាប់គាថានេះគឺខ្ញុំមានតែប៉ុណ្្នឹងឯងក៏ប៉ុន្តែមុននឹងបញ្ចប់នៅវីដេអូមួយនេះខ្ញុំក៏សូមលើកនៅម្រាមដៃ10ខន្តីអភ័យអត់នៅទៅដល់ពុកម៉ែបងប្អូនចិត្តឆ្ងាយទាំងអស់ដែលកំពុងតែមើលនៅវីដេអូមួយនេះក្រែងលោថាមានកន្លែងណាដែលខ្ញុំនិយាយទៅមានការលើលោកខុសឆ្គងរំលងបែបបត់ជាដើមនោះក៏សូមពុកម៉ែបងប្អូនទាំងអស់មេត្តាខន្តីអភ័យអត់នៅទៅដល់ខ្ញុំពីចម្ងាយផងហ្នឹងហើយអញ្ចឹងដោយពាក្យចាស់មួយលោកបានពោលថាដំរីជើង4តែងមានផ្លត់រីឯអ្នកប្រាជ្ញចេះស្ទាត់គង់មានភ្លេចអញ្ចឹងបើសិនជាពុកម៉ែបងប្អូនកលេចមកការរូបខ្ញុំឯនេះវិញឃើញថាមិនមែនជាដំរីសា
ហើយក៏មិនមែនជាអ្នកប្រាជ្ញអ្វីនោះដែរអញ្ចឹងការលើកឡើងនៅក្នុងវីដេអូនីមួយៗវាតែងតែមាននៅចំណុចដែលខ្វះខាតវាតែងតែមាននៅចំណុចដែលខុសឆ្គងជាដើមហើយដូច្នោះហើយមានតែសូមនៅការអធិស្ឋានអភ័យអត់នទោសអំពីពុកម៉ែបងប្អូនទាំងអស់គ្នាពីចម្ងាយនឹងឯងហ្នឹងហើយអញ្ចឹងមុននឹងបញ្ចប់នៅវីដេអូមួយនេះខ្ញុំក៏សូមជូនពរជូនជ័យឲ្យពុកម៉ែបងប្អូនជួបនៅពុទ្ធពរទាំងឡាយ5ប្រការដែលមានអាយុវណ្ណៈសុខៈពលៈបដិភេណៈជាដើមប្រសិនជាពុកម៉ែបងប្អូនមានគោលបំណងបងប្រាថ្នានៅសម្បត្តិណានីមួយនោះក៏សូមឲ្យបានសម្រេចដោយសេចក្តីប្រាថ្នាកំបីឃ្លៀងឃ្លាឡើយសូមអរគុណនិងសូមគោរពជម្រាបលា